បងប្អូនអរគ្នាបាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់សហគមន៍ចិញ្ចឹមកង្កែបបាទកម្ពុជាបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នាសហគមន៍ចិញ្ចឹមកង្កែបកម្ពុជាគឺយើងដាក់កូនកង្កែបហើយក៏មានទទួលទិញកង្កែបសាច់ចូលយកទៅលក់នៅលើទីផ្សារបាទជារៀងរាល់ថ្ងៃប៉ុន្តែឥឡូវហ្នឹងគឺដូចជាបងប្អូនអស់កង្កែបសាច់ហើយបាទទាំងខ្ញុំទាំងគេហ្នឹងវាអស់ទាំងអស់គ្នាបាទដឹងថាទៅរយណាបានបាទហ្នឹងហើយបាទនេះខ្ញុំមកមើលខាងនេះវិញម្ដងបាទមានបងច្រើនដែលគាត់តែងតាសួរពីរឿងទីផ្សារសួរពីរឿងតម្លៃសួរពីរឿងតែចាំទៅលក់ដាច់អត់បាទចាំទៅមានទីផ្សារអត់បាទបើសិនជាអត់មានទីផ្សារដូចជាខ្ញុំបាននិយាយជាដើមទីអញ្ចឹងបើសិនជាអត់បាទខ្ញុំប៉ុណ្ណឹងមិនតស៊ូរហូតដល់6ឆ្នាំទេបាទខ្ញុំបោះបង់ចោលតាំងពីដើមទីម៉េះបាទហើយបើសិនជាគ្មានទីផ្សារក៏ខ្ញុំមិនដាក់មួយឆ្នាំរាប់តោនដែរបាទអញ្ចឹងបានថាបងប្អូនអរគ្នាឃើញស្រាប់ហើយនៅក្នុងវីដេអូខ្ញុំផុសពី3ឆ្នាំ4ឆ្នាំអីទាំងឆ្នាំនេះបាទហ្នឹងហើយអានេះគ្រាន់តែផុសអានេះដែលខ្ញុំមិនទាន់បានផុសហ្នឹងវាច្រើនជាងនឹងទៀតបងរយៈពេល6ឆ្នាំបាទ6ឆ្នាំគឺបើគេនិយាយពីផ្នែកទីផ្សារបាទទីផ្សារមានតែការនាំចូលបងប្អូនអរគ្នាមានជាពិសេសបាទគឺនាំចូលគឺច្រើនបាទហើយយើងបារម្ភពីទីផ្សារក៏ប៉ុន្តែទីផ្សារគឺនាំចូលបាទហ្នឹងហើយមិនបានថានាំចូលបើទីផ្សារលក់មិនមានឲ្យគេផងបាទបើគេមិននាំចូលបានអីហូបបាទហ្នឹងហើយបានថាយើងចេះតែបារម្ភពីរឿងហ្នឹងបាទតែខ្ញុំមិនដឹងថានិយាយមកចេញទេបងប្អូនអរគ្នាបាទដូចថាខ្ញុំបើសម្រាប់ចិត្តរបស់ខ្ញុំតែធ្វើអ្វីមួយយើងដាក់ចិត្តសិនបាទដាក់ចិត្តដាក់កាយនឹងក្នុងការធ្វើបាទធ្វើជោគជ័យហើយមានផលល្អហើយបាទអានឹងយើងទៅមុខហើយបាទបើសម្រាប់បច្ចុប្បន្ននេះមួយថ្ងៃមួយតោនឬមួយក៏មួយថ្ងៃ400-500 គីឡូអីបាទខ្ញុំយកទៅលើកឲ្យគេឲ្យតែមានបាទឲ្យតែមានប៉ុន្តែវាអត់មានបាទមិនដឹងថាលើកយកទៅឲ្យគេមិនបើអត់មានកែបប៉ុណ្ណឹងបើស្អីខ្ញុំនិយាយទៅមានកន្លែងខ្លះគេយកមួយថ្ងៃ3-4 តោន5 តោនឲ្យតែមានបាទបើអត់មានអញ្ចឹងមិនដឹងថាដូចនិយាយអញ្ចឹងថាយើងខ្វល់ទីផ្សារក៏តែយើងអត់បានចិញ្ចឹមធ្វើម៉េចបាទហ្នឹងហើយខ្ញុំមកមើលខាងនេះទៀតបាទបែបប្រាច់ពេកផ្លិចដាក់ចំណីឲ្យពួកនេះបដ ாய் បាទហ្នឹងហើយពួកស្នប់ចិត្តខ្ញុំណាបាទដាក់ស្នប់ចិត្តហើយបាទត្រូវថែមទឹកតិចទៀតបាទហ្នឹងណាបាទពួកអីច្រើនបងប្អូនអរគ្នាច្រើនមែនទែនซึ่งតែមកតង់ហ្នឹងซึ่งតែបើដាច់កតុយអាចបានខ្ទង់មើល10000 កូន 20000 កូនបាទយើងតិចទៀតយើងបែកវាឲ្យបាទហ្នឹងហើយនិយាយចង់ហត់ហើយបងប្អូនអរគ្នាបាទនិយាយច្រើនពេកបាទហ្នឹងហើយបងប្អូនអរគ្នានិយាយពីរឿងសហគមន៍គឺទទួលទិញកែបសាច់រៀងរាល់ថ្ងៃបាទឲ្យតែមានហើយតាក់ទងមកលេខខ្ញុំមកបាទហ្នឹងហើយខ្ញុំនឹងចុះទៅមើលកែបផ្ទាល់ដល់កន្លែងបាទហើយនឹងទិញយកមកដាក់នៅលើទីផ្សារវិញបាទហ្នឹងហើយអរគុណច្រើនបាទបងប្អូនអរគ្នាបាទជម្រាបលាបាទ